Yes សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មី blog នេះដែរគឺខ្ញុំបានទៅលេងទឹកធ្លាក់វាខ្សាច់ដែលនៅស្រុកថ្មបាំងហើយនៅតំបន់អរ៉ៃហ្នឹងអ្នកនរគឺខ្ញុំបានទៅតាំងពីឆ្នាំ2024ខែ9ហើយបច្ចុប្បន្ននេះឥឡូវគេឲ្យ access ចូលទេអាចចូលបានទេចា៎អ្នកនរវាជាតំបន់ទំនប់វារីអគ្គិសនីអញ្ចឹងណាវាអាចបង្កជាគ្រោះថ្នាក់ហើយយើងចាប់ផ្ដើមចេញពីតំបន់ថ្មបាំងហ្នឹងទៅជួបហ្គាយហើយហ្គាយមានបងផៃគាត់នាំខ្ញុំទៅបាទហើយយើងក៏មកដល់យើងជិះចូលទៅផ្លូវគឺពិបាកតែយើងជិះចូលទៅស្រួលគេអស់នេះដោយសារយើងជិះចូលរហូតចឹងណាយើងក៏មកដល់កន្លែងចំណតទូកហើយកន្លែងបោះតង់គឺមាន2គេអាចបោះនៅខាងទឹកជ្រោះហ្នឹងបានតែកាលខ្ញុំទៅហ្នឹងគឺលេចអស់ហើយតំបន់កន្លែងបោះតង់ហ្នឹងអញ្ចឹងយើងក៏សម្រេចចិត្តបោះនៅកំពង់ទូកហើយព្រឹកស្អែកបានយើងជិះទូកទៅលេងទឹកធ្លាក់ហ្នឹងគ្នារៀបចំបោះតង់ហើយមេឃក៏រលឹមស្រេចយើងក៏ចាប់ផ្ដើមឲ្យបងពៅក៏ដូចជាបងធាគាត់រៀបចំធ្វើម្ហូបបាទមាន steak មានស៊ុបស៊ីឈွန်ស្ងោជ្រក់មាន់អីចឹងដល់គ្នាម្ហូបសាមញ្ញបាទគឺជាតិតែម្ដងហើយយកឡើងគឺបានឃើញបងទុកកដាតាគឺបានរត់ត្រីបានទេបាទអានេះទុកវិញហេដល់ហើយទុកធ្លាក់ដាច់ទៅរូបអីនោះរូបក្រានគេហ្នឹងហ្នឹងហើយអាហ្នឹងក៏បានដែរហាន់នេះមិញĐất cho gì mau cái giấy nữa kho tại mấy ô tụi mình làm con trăng này làm trăng kho làm trăng nhảy nữa liếm được liếm đâu hỏi mà Bánh phấn lên nữa mà mấy bát
sát đấy cầm sát á mà đây đừng đang cầm sát áព្រឹកបន្ទាប់គឺយើងបានសោះសពអាហារពេលព្រឹករួចរហូតដល់ពេលថ្ងៃក៏យើងជិះទូកទៅលេងនៅតំបន់ខាងទឹកធ្លាក់ហើយជិះទៅដល់ចិត្តគឺកាន់តែស្អាតដល់នេះដូចអ្នកឃើញនៅក្នុងវីដេអូអញ្ចឹងបាទគឺទេសភាព the best ហ្មងហើយគឺមានផ្លូវមួយឡើងទៅលើក្បាលទឹកនេះនៅនោះគឺទឹករាក់ស្រួលលេងមែនទែនតាមដំណើរដើរទៅគឺព្រៃស្ដុកតែខ្ញុំអត់ជួបទាកទេពេលហ្នឹងហើយយើងបានណាផ្លែនេះយើងមើលទៅរូបរាងវាស្អាតដល់បងមើលទំនងតែញ៉ាំអត់បានទេផ្លែគេហៅផ្លែក្អឹមមិនមែនប៉ក់ពេញទេខ្ញុំច្រឡំខ្ញុំញ៉ាំក៏មកដល់ដើរហើយជាតែមួយផ្លែតទេណានេះប្រហែលជា10នាទីជាងយើងក៏មកដល់ក្បាលទឹកធ្លាក់ហ្នឹងហើយខ្ញុំក៏ដើរទៅមើលក្បាលទឹកក៏ដូចជាលេងទឹកហើយយើងក៏ច្រឡំជ្រាបចំចុះមកវិញហើយជិះម៉ូតូនេះគឺជាស្ថានភាពផ្លូវដល់ពេលយើងមកវិញបាទគឺត្រូវឡើងទូរហូតដល់នេះបាទពេលទៅអ្នកគ្នាអាចទុកម៉ូតូនៅពាក់កណ្ដាលផ្លូវអាចចុះពីចំណោទហ្នឹងទៅអ្នកគ្នាគួរតែដើរទៅស្រួលជាងយកម៉ូតូទៅដោយសារផ្លូវគឺល្អមានសភាពល្អហ្នឹងគឺយើងចុះជម្រាលទៅទំនប់ណាហើយវីដេអូយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយកុំភ្លេចចុច Subscribe See you next video